មកដល់ក្រុមហ៊ុន NIU ហើយបងប្អូនអរគ្នាមកតាមសន្យាបងប្អូនអរគ្នាថាយើងនឹងដើរទៅក្រុមហ៊ុនម៉ូតូអគ្គិសនីនៅស្រុកខ្មែរថាមានទាំងអស់ប្រហែល brand ណាហើយថាតើស្រុកខ្មែរឥឡូវវាម៉ូតូអគ្គិសនីយើងវាហិចចម្រើនដល់ណាហើយគោលបំណងមិនមែនមកប្រម៉ូទក្រុមហ៊ុនទេព្រោះអីរតនាម៉ូតូស្រែ P-Trick ដឹងស្រាប់ហើយគឺឯករាជ្យអត់មានស្ថិតនៅក្នុងក្រុមការប្រម៉ូទរបស់ក្រុមហ៊ុនណាមួយទេហើយគោលបំណងយើងមកថ្ងៃនេះគឺស្ថិតនៅក្រោមយុទ្ធនាការជំរុញការប្រើប្រាស់ម៉ូតូអគ្គិសនីនៅកម្ពុជាគ្រាន់តែចូលមកដល់ភ្លាមក៏សួរនាំបងប្រុសនៅកាន់ក្រុមហ៊ុននៅគាត់ណែនាំពីអ្វីដែលថ្មីហើយនឹងម៉ូតូប្រភេទនាំចូលថ្មីនេះឆ្នាំ2026អញ្ចឹងណាហើយដែលខ្ញុំឃើញគឺ model FXCT នេះបងប្អូន FXCT ឆ្នាំ2026នេះគឺមានមុខងារប្លែកខុសពី2025ជាច្រើនអានេះគឺជាមុខងារចាប់ប្រាំងផ្ដាច់ motor ណាអានេះមុខងារនេះគឺយើងអាចបិទបើកបានបងប្អូនឃើញជាក់ស្ដែងស្រាប់អញ្ចឹងបងប្អូនគាត់កំពុងតែបង្ហាញយើងអំពីមុខងារចាប់ប្រាំងផ្ដាច់ motor នៅពេលដែលយើងសេរីបិទវាទៅគឺយើងចាប់ប្រាំងអត់ផ្ដាច់ motor ទេព្រោះដោយសារបងប្អូនខ្លះគាត់អត់ចេះប្រើអាមុខងារហ្នឹងអញ្ចឹងណាហើយវ៉ូលីមនៅខាងស្ដាំនេះយើងអាចសេរីបិទបើកមុខងារជាច្រើនបានដូចមុខងារអាយ៉ៃក្រោយមិញអញ្ចឹងណាមុខងារចុចអាយ៉ៃក្រោយមិញបងប្អូនឃើញស្រាប់អញ្ចឹងបងប្អូនខ្លះគឺគាត់អត់ទាន់ដឹងទេបន្តអគ្គិសនី NIU គឺយើងអាចចុចអាយ៉ៃបានយើងអាចទៅបិទមុខងារបើកមុខងារបានទៅតាមវ៉ូលីមខាងស្ដាំដៃដែលខ្ញុំបញ្ជាក់ប្រាប់បងប្អូនអញ្ចឹងហើយវ៉ូលីមខាងស្ដាំនេះគឺយើងបើកមុខងារដូចជាទប់ល្អិលដូចជាចាប់ប្រាំងផ្ដាច់អាយ៉ៃក្រោយហើយអានេះគឺមុខងារ ABS នៅលើ NIU FX Pro FX Pro នេះមាន ABS ខុសពី NIU FXCT 2025 2026បងប្អូនហើយជំរើសគឺជំរើសថ្មលីជោមស្រាប់មកហ្មងហើយតាក់ទងជាមួយតម្លៃបងប្អូនអាចទៅ showroom របស់ NIU ផ្ទាល់បានខ្ញុំដាក់ link Facebook page របស់ NIU ហើយនឹងផ្នែកផ្ដល់ព័ត៌មានបងប្អូននៅលើ description ខាងលើសម្រាប់ NIU FX នេះគឺមាន3ជំរើសមាន FXCT 2025 2026និង FX Pro ហើយរចនាបថខាងក្រៅរូបរាងបងប្អូនមើលអត់ដឹងទេគឺដូចគ្នាប៉ុន្តែខុស spec ខាងក្នុងណាដូច FX 2026នេះគឺប្រើ motor 3000 W មកស្រាប់អញ្ចឹងយើងអាចលេង modify តដុំបជាមួយហើយនៅមាន model ជាច្រើន 4-5 model ទៀតនៅក្នុង stock បងប្អូនប៉ុន្តែខ្ញុំបង្ហាញតែ FXCT ដោយសារតែបងប្អូនអាសាមើលវីដេអូខ្ញុំដឹងស្រាប់ហើយ model នេះគឺ C មែនតើលក់ដាច់មែនតើគឺខ្ញុំអាសាធ្វើឲ្យម៉ួយបានច្រើនណាហើយមានអ្នកចាប់អារម្មណ៍ច្រើនមែនតើជាមួយ model FXCT ហ្នឹងអញ្ចឹងសម្រាប់ model ផ្សេងបងប្អូនអាចទៅសួរនាំព័ត៌មានបន្ថែមឬក៏ចង់ឃើញជាក់ស្ដែងបងប្អូនអាចទៅ showroom របស់គេទៅព្រោះខ្ញុំអត់អាចរៀបរាប់អស់នៅក្នុងវីដេអូហ្នឹងទេហើយ brand NIU នេះគឺជា brand global ដែលគេលក់ចេញទៅក្រៅប្រទេសច្រើនមែនតើបងប្អូនអាចទុកចិត្តបានណាហើយនៅពេលដែលបងប្អូនទិញបងប្អូនអាច surprise បងប្អូនអីគេមានលម៉កបាទសម្រាប់ដឹកម៉ូតូទៅដល់ផ្ទះបងប្អូននៅ surprise សម្រាប់បងប្អូននៅក្នុងក្រុងភ្នំពេញណាហើយគំនិតនេះគឺជាគំនិតល្អមែនតើបងប្អូនសម្រាប់ការជំរុញទីផ្សារហើយចំណុច spec detail របស់ក្រុមហ៊ុនដែលគេបង្ហាញប្រាប់យើងនេះគឺជាចំណុចដែលខ្ញុំស្រឡាញ់ពេញចិត្តខ្លាំងមែនតើហើយក្រុមហ៊ុនម៉ូតូអគ្គិសនីទាំងអស់គួរតែយកគំរូតាមក្រុមហ៊ុន NIU ហើយបងប្អូនសម័យនេះហើយគឺជាសម័យដែលយើងលែងលក់ផូតកុហកភ្ញៀវទៀតហើយគួរតែប្រាប់ត្រង់ហើយបងប្អូនឃើញជាក់ស្ដែងនៅលើតារាងហ្នឹងអញ្ចឹងគេដាក់ spec ល្បឿនហើយនឹងចម្ងាយគឺត្រឹមត្រូវមែនតើបងប្អូនអានេះគឺគេចូលជំរើស top ណាបងប្អូន top speed ហើយនឹងកណនីចេញជាចម្ងាយឲ្យយើងគឺល្អៀងក៏ល្អៀងតិចតួចដែរអត់ខុសគ្នាឆ្ងាយដូចជាការផ្សព្វផ្សាយលក់របស់ក្រុមហ៊ុនផ្សេងៗមួយចំនួនឬក៏អ្នកលក់ថ្មលីជោមួយចំនួនទេបងប្អូនចំណុចនេះគឺជាគំរូល្អមែនតើបាទហើយសម្រាប់ទីតាំង showroom របស់គេនេះគឺស្ថិតនៅក្រោមស្ពានអាកាសក្បាលខ្នល់បងប្អូនអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណបងប្អូនអរគ្នាសម្រាប់ការតាមដានពីដើមរហូតដល់ចប់